Michelangelo បដិមាករអច្ឆរិយៈព្រះហស្ថរបស់ព្រះជាម្ចាស់ Michelangelo ជាវិចិត្រករដ៏ឆ្នើមម្នាក់និងល្បីល្បាញបំផុតក្នុងសម័យរនេសង់សតវត្សទី16 គាត់គឺជាជាងចម្លាក់និងជាជាងគំនូរដ៏ល្បីឈ្មោះម្នាក់ក្នុងចំណោមវិចិត្រករល្បីៗជាច្រើនរូបដូចជា Raphael និង Leonardo da Vinci នៅក្នុងសម័យនោះដែរគាត់បានបង្កើតស្នាដៃជាច្រើនដើម្បីទុកជាភក្តីភាពបញ្ជាក់ឲ្យមនុស្សទូទាំងពិភពលោកដឹងថាគាត់ពិតជាមនុស្សដែលមានសមត្ថភាពខ្ពស់នៅក្នុងការបង្កើតជីវិតនិងដួងព្រលឹងដល់ថ្មកែវនិងផ្ទាំងសិលាទាំងឡាយដែលទទួលកម្លាំងចិត្តមកពីព្រះគម្ពីររហូតដល់គេអាចនិយាយបានថា Michelangelo ប្រៀបដូចជាព្រះហស្ថរបស់ព្រះជាម្ចាស់ដែលចារឹករឿងរ៉ាវអំពីស្ថានសួគ៌តាមរយៈផ្ទាំងសិលាថ្មកែវនិងតាមជញ្ជាំងវិហារដើម្បីប្រកាសព្រះវចនៈតាមរយៈស្នាដៃសិល្បៈដ៏រស់រវើកទាំងនោះកំណើតបុគ្គលអច្ឆរិយៈ Michelangelo ឬហៅតាមភាសាបារាំងថា Michelangelo កើតនៅទីក្រុងកាប្រេសនៃប្រទេសអ៊ីតាលីឪពុករបស់គេជាមន្ត្រីរាជការជាន់ខ្ពស់ម្នាក់នាសម័យនោះក្រោយពីកើតមកបានបន្តិចគ្រួសារក៏បានមករស់នៅឯទីក្រុង Florence មួយរយៈហើយបញ្ជូនរូបគេឲ្យទៅរស់នៅជាមួយនឹងម្ដាយចិញ្ចឹមនៅឯទីក្រុង Settignano គឺជាប្រភពនៃថ្មប្រណិតផ្សេងៗដែលធ្វើឲ្យ Michelangelo រីកចម្រើនវ័យជាមួយនឹងញញួរនិងពន្លាកដាប់ថ្មជំនួសឲ្យរបស់លេងនានាដែលក្មេងទូទៅធ្លាប់លេងនៅពេលមានអាយុបាន6ឆ្នាំម្ដាយរបស់គេទទួលអនិច្ចកម្មឪពុករៀបការភរិយាថ្មីគេក៏ត្រូវរស់នៅជាមួយនឹងបងប្អូននៅទីក្រុង Florence ជាទីក្រុងសិល្បៈវប្បធម៌មួយរបស់ប្រទេសអ៊ីតាលីដោយរស់នៅក្នុងមជ្ឈដ្ឋានដែលសម្បូរទៅដោយស្នាដៃសិល្បៈជុំវិញខ្លួនរួមផ្សំជាមួយនឹងភាពស្ទាត់ជំនាញក្នុងការប្រើញញួរនិងពន្លឺតាំងពីក្មេងមកផងនោះធ្វើឲ្យ Michelangelo មានបំណងចង់ក្លាយជាជាងចម្លាក់ឲ្យបាននៅពេលដែលខ្លួនធំពេញវ័យការចាប់ផ្ដើមធ្វើជាជាងចម្លាក់ Michelangelo ចាប់ផ្ដើមសែបគប់ជាមួយវិចិត្រករវ័យក្មេងម្នាក់គឺ Francesco Granacci ដែលជាកូនសិស្សរបស់វិចិត្រករបងប្អូនត្រកូល Ghirlandaio Michelangelo បានចូលធ្វើជាជាងចម្លាក់និងស្នាក់អាស្រ័យជាមួយនឹងមេជាង2នាក់បងប្អូននោះអស់រយៈពេលជាង1ឆ្នាំរហូតដល់ Lorenzo de Medici ជាចៅហ្វាយក្រុង Florence មានបំណងបើកសាលាបង្រៀនឆ្លាក់រូបទើបគាត់ស្នើសុំ Michelangelo ពីឪពុករបស់គេដើម្បីយកមកមើលការខុសត្រូវនៅក្នុងវិមានដោយផ្ដល់ប្រាក់ខែក្នុងមួយខែ5ដូកាតក្នុងរយៈពេលធ្វើការនៅទីនោះ Michelangelo បានកើតរឿងរ៉ាវវាយតប់ជាមួយនឹង Torrigiano ដែលច្រណែននឹងទេពកោសល្យរបស់ខ្លួនធ្វើឲ្យត្រូវបាក់ខ្ទង់ច្រមុះចាប់ពីពេលនោះរហូតមករូបចម្លាក់ព្រះម៉ែម៉ារីនិងព្រះយេស៊ូវសគត់នៅពេលដែល Lorenzo de Medici ទទួលអនិច្ចកម្មទៅ Michelangelo នៅតែបន្តធ្វើកិច្ចការឲ្យត្រកូល Medici ជាបន្តត្រឹមតែរយៈពេល2ឆ្នាំហើយក៏ធ្វើដំណើរចេញពីនគរ Florence ទៅកាន់ទីក្រុងផ្សេងៗទៀតនៃប្រទេសអ៊ីតាលីគេបានត្រឡប់ទៅសួរសុខទុក្ខក្រុមគ្រួសារនៅឯស្រុកកំណើតរួចក៏បន្តដំណើរទៅកាន់ទីក្រុងរ៉ូមក្រោយពេលទៅដល់ទីនោះហើយគេក៏បានឆ្លាក់រូបសំណាក Pietà ដែលមានរូបតំណាងឲ្យព្រះម៉ែម៉ារីនិងព្រះយេស៊ូវសគត់បានយ៉ាងល្អប្រណិតរហូតទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញក្រោយពីឆ្លាក់រូបនោះរួចមករូបសំណាកស្ដេច David ពេលត្រឡប់មកកាន់ទីក្រុង Florence វិញ Michelangelo បានបង្កើតស្នាដៃចម្លាក់រូបមួយទៀតដែលសាងកេរ្តិ៍ឈ្មោះជាអមតៈដល់ខ្លួនរហូតមកនោះគឺរូបចម្លាក់របស់ស្ដេច David ដែលជាវីរៈបុរសបង្ក្រាបយក្ស Goliath និងជាបឋមក្សត្រក្នុងគម្ពីរ Bible ដែលជាស្នាដៃមួយដែលពិភពលោកទទួលស្គាល់ពីសមត្ថភាពដ៏អស្ចារ្យរបស់គេនោះ Michelangelo នៅលីវពេញមួយជីវិតគេផ្ដល់ហេតុផលថាការងារគឺជាភរិយាឯលទ្ធផលការងារគឺជាកូនរបស់ខ្លួនលើពីនោះទៅទៀតគេបានពោលថាត្រឹមតែភរិយាម្នាក់នេះខ្លួននឿយហត់ណាស់ទៅហើយចុះតម្រាំមានប្រពន្ធមែនតែនម្នាក់ទៀតនោះខ្លួនច្បាស់ជាត្រូវដាច់ខ្យល់ស្លាប់មុនអាយុមិនខានកិច្ចសន្យាសាងសង់ព្រះមហាចេតិយនៅឆ្នាំ1505 Michelangelo ត្រូវគេកោះហៅឲ្យត្រឡប់ទៅកាន់ទីក្រុងរ៉ូមវិញក្រោមបញ្ជារបស់ស្ដេចប៉ាប Julius ទី2ដើម្បីឲ្យមកកសាងព្រះវិហារដ៏ធំមួយនៅព្រះអារាមសាំងពីត័រព្រមទាំងកសាងព្រះចេតិយថ្វាយសម្ដេចប៉ាបផងដែរ Michelangelo ចំណាយពេលអស់8ខែ
ដើម្បីជ្រើសរើសរកថ្មកែវដែលល្អបំផុតសម្រាប់ឆ្លាក់នៅពេលគេជួលកម្មករសាងសង់រួចរាល់អស់ហើយស្រាប់តែសម្ដេចបាបជូលៀសទី2បែរជាពុំព្រមបង់ថ្លៃថ្មកែវឲ្យធ្វើឲ្យ Michelangelo មានកំហឹងជាខ្លាំងរហូតសម្រេចចិត្តធ្វើដំណើរចាកចេញពីទីក្រុងរ៉ូមទៅកាន់នគរ Florence ដើម្បីរកការងារផ្សេងធ្វើជំនួសវិញប៉ុន្តែទោះជាយ៉ាងនេះក្តីកិច្ចសន្យាសាងសង់វិហារបានដាក់លក្ខខណ្ឌក្នុងរយៈពេលយ៉ាងវែងដែលបង្ខំឲ្យគេត្រូវសាងសង់បន្តរហូតដល់ឆ្នាំ1945ទើបហើយជាស្ថាពរនិងដែលត្រូវកាត់បន្ថយចំណាយថវិកាសាងសង់ឲ្យកាន់តែតិចបំផុតទើបវាបានត្រឹមតែជាវិហារតូចមួយដែលគ្មានលក្ខណៈពិសេសអ្វីគួរឲ្យកត់សម្គាល់ប៉ុន្មាននិងត្រូវចំណាយពេលសាងសង់យូរហួសពេកធ្វើឲ្យ Michelangelo មានការសោកស្ដាយចំពោះពេលវេលាដ៏មានតម្លៃរបស់ខ្លួនជាខ្លាំងលុះដល់ខ្លួនមានអាយុ70ឆ្នាំ Michelangelo បានពោលរអ៊ូថាកម្លាំងពលំទាំងប៉ុន្មានរបស់ខ្ញុំត្រូវរលាយសាបសូន្យដោយសារតែកិច្ចសន្យាសាងសង់ចេតិយមួយនេះព្រះជំនុំចុងក្រោយបន្ទាប់ពីបានបម្រើសម្ដេចបាបជូលៀសទី2អស់រយៈពេលដ៏យូរមកហើយនោះ Michelangelo ត្រូវបានតែងតាំងជាជាងចម្លាក់និងជាស្ថាបត្យករប្រចាំសំណាក់វ៉ាទីកង់និងត្រូវបានគេប្រគល់ភារកិច្ចគូររូបគំនូរសម្រាប់បូជានៅក្នុងវិហារ Sistine សារជាថ្មីនិងបានរចនាគំនូរដ៏អស្ចារ្យមួយផ្ទាំងទៀតគឺគំនូរព្រះជំនុំចុងក្រោយ The Last Judgment ដែលបង្ហាញពីហេតុការណ៍មួយនៅក្នុងគម្ពីរបៃបលនៃគ្រប់វគ្គដែលព្រះមហាក្សត្រនៅត្រង់វគ្គដែលព្រះជាម្ចាស់កំពុងជំនុំជម្រះទោសដល់បណ្ដាមនុស្សអាក្រក់ទាំងពួងក្នុងឆ្នាំចុងក្រោយនៅទីក្រុងរ៉ូម Michelangelo ត្រូវបានប្រើជីវិតរបស់ខ្លួនប្រៀបដូចជាស្ថាបត្យករម្នាក់ដែលស្ទើរតែគ្មានស្នាដៃចម្លាក់អ្វីទៀតឡើយគេបាននៅបន្តសាងសង់វិហារសាំងពីត័រដែលខ្លួនធ្លាប់បានកសាងពីមុននិងប្រើពេលយូររហូតទៅដល់17ឆ្នាំនៅទីនោះក្នុងការងារនេះគេមានអំណត់នឹងការព្យាយាមជាខ្លាំងប្រៀបដូចជាចង់បន្សល់ទុកស្នាដៃចុងក្រោយក្នុងជីវិតដូច្នោះឯងវិលត្រឡប់ទៅកាន់ស្រុកកំណើតថ្វីត្បិតតែ Michelangelo ធ្លាប់រស់នៅទីក្រុងរ៉ូមអស់រយៈពេល30ឆ្នាំក៏ដោយតែគាត់ហាក់គ្មានមនោសញ្ចេតនានាទីក្រុងនោះសោះគាត់មានក្តីប្រាថ្នាចង់បញ្ចុះសពខ្លួននៅឯទីក្រុង Florence ដែលជាស្រុកកំណើតរបស់ខ្លួននោះវិញហេតុនេះហើយទើបក្រោយពីពេលដែលគាត់ទទួលអនិច្ចកម្មទៅចៅប្រុសបានយកសាកសពរបស់គាត់ទៅបញ្ចុះនៅទីក្រុង Florence តាមពាក្យបណ្ដាំដើម្បីការពារមិនឲ្យមានសម្ដេចសង្ឃបាបជូលៀសយកសពរបស់គាត់ទៅបញ្ចុះនៅឯទីក្រុងរ៉ូមឡើយព្រឹត្តិការណ៍សំខាន់កើតនៅថ្ងៃទី6ខែមិនិនាឆ្នាំ1475នៅទីក្រុងកាប្រេសប្រទេសអ៊ីតាលីនៅឆ្នាំ1481ផ្លាស់ទៅរស់នៅជាមួយបងប្អូនទាំង4នាក់នៅទីក្រុង Florence រហូតជក់ចិត្តនឹងការឆ្លាក់រូបក៏ចង់ធ្វើជាជាងចម្លាក់ចូលធ្វើការងារជាជាងចម្លាក់ជាមួយវិចិត្រករបងប្អូន2នាក់នៃត្រកូល Ghirlandaio នៅឆ្នាំ1488នៅឆ្នាំ1494ចាកចេញពីទីក្រុង Florence បានឆ្លាក់រូប Pietà ឆ្នាំ1505កសាងចេតិយឲ្យសម្ដេចបាបជូលៀសទី2គូគំនូរនៅលើពិដាននៃវិហារ Sistine ខែមេសាឆ្នាំ1508ទទួលអនិច្ចកម្មនៅថ្ងៃទី18កុម្ភៈឆ្នាំ1564នៅជនមាយុ89ឆ្នាំ